អារម្មណ៍គ្រូអត់ដែលមានគិតទេប្អូនមានបានជាងខ្លួនប្អូនគ្រាន់បើជាងខ្លួនទៅចំណែនជាមួយប្អូនគឺគ្រូអត់ដែលគិតទេគ្រូសប្បាយចិត្តណាស់នៅពេលដែលឃើញប្អូនជោគជ័យទោះបីជាប្អូនមិនយកវិជ្ជានៅក្នុងសាលានឹងទៅធ្វើការទៅអនុវត្តប៉ុន្តែឲ្យតែប្អូនមានលុយមានឡានមានផ្ទះមានការងារល្អគឺគ្រូសប្បាយចិត្តណាស់ហើយនឹងគឺអារម្មណ៍គ្រូអត់មានបានទៅចំណែនប្អូនអីទេតែបើសិនជាអ្នកមិនរៀននៅតែមិនរៀនហ្នឹងខ្ញុំជឿជាក់ថាអញ្ចឹងអ្នកដែលចូលចិត្តរៀនទោះបីគាត់រៀនមិនប្រកែក៏គាត់នៅតែរៀនដែរតែបើសិនជាអ្នកមិនចង់រៀនទោះបីជាយ៉ាងណាក៏គាត់អត់រៀនដែរខ្ញុំកាលពីខ្ញុំនៅរៀនណាគ្រូស្ដីឲ្យខ្ញុំរហូតហ្នឹងស្ដីឲ្យមិនខ្ញុំមិនមែនអ្នកចូលរៀនទេពេលប្រឡងបានខ្ញុំទៅប្រឡងហ្នឹងហើយដល់ពេលជាងចូលទៅប្រឡងនឹងគ្រូស្ដីឲ្យហើយខ្ញុំនៅពេលដែលគ្រូស្ដីឲ្យនៅមុខគេមុខឯងមានអារម្មណ៍ថាយើងអន់ចិត្តបន្តិចដែរប៉ុន្តែយើងត្រូវថយក្រោយមកថាហេតុអីបានជាគ្រូស្ដីឲ្យហ្នឹងឲ្យយើងអាក្រក់ឬក៏ស្ដីឲ្យយើងល្អហើយនៅពេលដែលយើងមានបានយើងមានលុយយើងមានឡានយើងមានផ្ទះតើលោកគ្រូអ្នកគ្រូនឹងមកចំណែនជាមួយយើងទេលោកគ្រូអត់មានបានមកចំណែនជាមួយយើងទេលោកគ្រូមានតែសរសើរយើងមានតែអបអរសាទរជាមួយយើងប៉ុន្តែរឿងមួយទៀតយើងមិនគួរណាវិនិច្ឆ័យតាមរយៈខ្សែវីដេអូខ្លីៗរបស់ MMO ហ្នឹងទេមានការលើកឡើងមួយកាលពីព្រឹកមិញបងអូនប្រុសម្នាក់គាត់បានធ្វើ podcast ហើយក៏យើងបានដឹងដែរថាបងអូនប្រុសម្នាក់នេះគឺគាត់តែងតែ review អីវ៉ាន់ត្រង់ហើយអ្វីដែលគាត់និយាយមកហ្នឹងក៏វាត្រង់ដែរពីព្រោះយើងគ្រប់គ្រងការនិយាយត្រង់របស់គាត់ក៏ប៉ុន្តែពេលខ្លះក៏វាប៉ះពាល់ដល់អារម្មណ៍គ្រូដែរហើយគ្រូដែលបានមើលវីដេអូរបស់គាត់គ្រូដែលបានបង្រៀនគាត់ប្រហែលជាឃើញទៅគឺអន់ចិត្តមិនតិចដែរប៉ុន្តែមិនអន់ចិត្តខ្លាំងទេបើសិនជាគ្រូគាត់គិតថាធ្វើម៉េចគេបានជោគជ័យយើងបានត្រឹមតែជាគ្រូទេគេខ្លាចជាមហាសេដ្ឋីគេខ្លាចជាអីគេភ្លេចយើងក៏គេភ្លេចទៅប៉ុន្តែអារម្មណ៍គ្រូអត់ដែលមានគិតទេប្អូនមានបានជាងខ្លួនប្អូនគ្រាន់បើជាងខ្លួនទៅចំណែនជាមួយប្អូនគឺគ្រូអត់ដែលគិតទេគ្រូសប្បាយចិត្តណាស់នៅពេលដែលឃើញប្អូនជោគជ័យទោះបីជាប្អូនមិនយកវិជ្ជានៅក្នុងសាលានឹងទៅធ្វើការទៅអនុវត្តប៉ុន្តែឲ្យតែប្អូនមានលុយមានឡានមានផ្ទះមានការងារល្អគឺគ្រូសប្បាយចិត្តណាស់ហើយនឹងគឺអារម្មណ៍គ្រូអត់មានបានទៅចំណែនប្អូនអីទេហើយកាលពីខ្ញុំនៅរៀននៅពេលដែលខ្ញុំទៅរៀនគួរខ្ញុំក៏មិនសូវជាអ្នកដែលចូលចិត្តរៀនទេដែរខ្ញុំមនុស្សខ្ជិលរៀនចង្ងំប៉ុន្តែខ្ញុំចេះតែឲ្យតម្លៃគ្រូពីព្រោះអីខ្ញុំគិតថាខ្ញុំមកដល់ពេលនេះមកដល់ថ្ងៃនេះគឺខ្ញុំមានបានដោយសារគ្រូនឹងឯងតែបើសិនជាអត់មានគ្រូទេការនិយាយស្ដីរបស់ខ្ញុំការតំណាក់តំណងជាមួយនឹងមនុស្សជុំវិញខ្លួនរបស់ខ្ញុំការអានអក្សររបស់ខ្ញុំការតំណាក់តំណងអីផ្សេងជាមួយខ្ញុំហ្នឹងគឺមិនដឹងថាទៅជាយ៉ាងណាពីព្រោះនៅក្នុងសាលាគ្រូគាត់បង្រៀនខ្ញុំច្រើនណាស់ទោះបីជាមុខវិជ្ជាខ្លះដែលយើងត្រូវទៅបរៀនទៅរៀនបន្ថែមបើយើងអត់មានលទ្ធភាពទេយើងក៏អត់មានទៅរៀនទៅប៉ុន្តែបើសិនជាយើងមានលទ្ធភាពទេយើងអាចទៅរៀនទៅហើយទទួលស្គាល់ថាទៅរៀនគួរជាមួយលោកគ្រូអ្នកគ្រូគាត់ចេះតែជួយមិនន័យថាចេះជួយយឹតយងយើងដើម្បីឲ្យយើងបានបន្ទុកល្អចេះណែនាំយើងបងទៅធ្វើអញ្ចេះត្រូវតែខំប្រឹងរៀនមិនមែនថាបងឯងមករៀនគួររហូតនឹងលោកគ្រូយោគយល់ខ្លួនឯងទេប៉ុន្តែបងឯងគួរតែទៅរៀនយកអវត្តមាននៅក្នុងសាលាដែរប៉ុន្តែមកចំណែកនេះគឺលោកគ្រូជួយបញ្យល់បងឯងមិនន័យថាមុខវិជ្ជាណាដែលបងឯងអត់ច្បាស់គឺមករៀនបន្ថែមជាមួយលោកគ្រូដើម្បីឲ្យច្បាស់តែបើសិនជាអ្នកមិនរៀននៅតែមិនរៀនហ្នឹងខ្ញុំជឿជាក់ថាអញ្ចឹងអ្នកដែលចូលចិត្តរៀនទោះបីគាត់រៀនមិនប្រកែក៏គាត់នៅតែរៀនដែរតែបើសិនជាអ្នកមិនចង់រៀនទោះបីជាយ៉ាងណាក៏គាត់អត់រៀនដែរសួរថាខ្ញុំកាលពីខ្ញុំនៅរៀនណាគ្រូស្ដីឲ្យខ្ញុំរហូតហ្នឹងស្ដីឲ្យមិនខ្ញុំមិនមែនអ្នកចូលរៀនទេពេលប្រឡងបានខ្ញុំទៅប្រឡងហ្នឹងហើយដល់ពេលជាងចូលទៅប្រឡងនឹងគ្រូស្ដីឲ្យហើយខ្ញុំនៅពេលដែលគ្រូស្ដីឲ្យនៅមុខគេមុខឯងមានអារម្មណ៍ថាយើងអន់ចិត្តបន្តិចដែរប៉ុន្តែយើងត្រូវថយក្រោយមកថាហេតុអីបានជាគ្រូស្ដីឲ្យហ្នឹងឲ្យយើងអាក្រក់ឬក៏ស្ដីឲ្យយើងល្អហើយនៅពេលដែលយើងមានបានយើងមានលុយយើងមានឡានយើងមានផ្ទះតើលោកគ្រូអ្នកគ្រូនឹងមកចំណែនជាមួយយើងទេលោកគ្រូអត់មានបានមកចំណែនជាមួយយើងទេលោកគ្រូមានតែសរសើរយើងមានតែអបអរសាទរជាមួយយើងតែបិទតែការងាររបស់គាត់អង្គុយតែក្នុងថ្នាក់បរៀនឲ្យគេពិតមែនប៉ុន្តែគាត់មិនដែលគិតថាប្អូនមានជាងខ្លួនប្អូនល្អជាងខ្លួនទៅចំណែនជាមួយនឹងកូនសិស្សខ្លួនឯងគឺលោកគ្រូគឺអត់ទេខ្ញុំគិតថាយ៉ាងទោះបីជាគាត់ស្ដីឲ្យនៅសាលាទោះបីជាគាត់សម្ដីតូចសម្ដីធំបន្តិចមែនក៏ប៉ុន្តែគោលបំណងរបស់លោកគ្រូទាំងអស់
គឺចង់ឲ្យកូនសិស្សល្អនឹងឯងនេះគឺជាគោលដៅរបស់លោកគ្រូហើយខ្ញុំនៅរៀនបើសិនជាអ្នកដែលស្គាល់ខ្ញុំដឹងស្រាប់ហើយថាខ្ញុំមិនមែនជាអ្នកដែលចូលចិត្តរៀនទេប៉ុន្តែបើរៀនមិនមែនថារៀនមិនចេះទេរៀនចេះប៉ុន្តែយើងអត់រៀនទៅរៀនគួរជាមួយគេខ្ញុំទទួលស្គាល់ខ្ញុំរៀននៅសាលារៀននៅក្នុងបន្ទប់ថ្នាក់គឺរៀនអត់សូវកើតទេតែដល់ពេលទៅសាលាគួរហ្នឹងគឺខ្ញុំរៀនរៀងគ្រាន់បើប៉ុន្តែខ្ញុំអត់ចូលចិត្តរៀនខ្ញុំធ្លាប់ដឹងហេតុអីបានជាខ្ញុំដឹងថាខ្ញុំរៀនគ្រាន់បើដែរដោយសារតែថ្ងៃមួយដូចជាខ្ញុំរៀនថ្នាក់ទី7ទី8ហើយខ្ញុំទៅរៀនរូបហើយខ្ញុំគាត់ថារូបហ្នឹងពិបាកណាដល់ពេលខ្ញុំទៅរៀនខ្ញុំយល់ប៉ុន្តែខ្ញុំខ្ជិលខ្ញុំអត់ចង់រៀនដល់ពេលអញ្ចឹងក៏អត់ចេះទៅអញ្ចឹងមានន័យថាអ្នកដែលគេចង់រៀនណាទោះបីជាមានសាលាគួរសាលាអីយ៉ាងណាក៏ដោយក៏គេនៅតែឆ្លៀតបានទៅរៀនហ្នឹងគេមិនមែនមានសាលាគួរឲ្យកាត់បន្ថយសាលាគួរកាត់បន្ថយសាលាគួរក៏វាជារឿងល្អមួយដែរប៉ុន្តែបើសិនជាយើងខ្សោយចំណុចណាមួយយើងអាចអញ្ជើញលោកគ្រូមានន័យថាអញ្ជើញលោកគ្រូឲ្យមកបរៀនដល់ផ្ទះយើងគឺយើងមិនរៀន 2-3 ឆ្នាំហើយទៅបកទៅនិយាយពាក្យមិនសមរម្យជាមួយនឹងលោកគ្រូអ្នកគ្រូវារៀងពិបាកទទួលយកដែរកន្លែងហ្នឹងទោះបីជាវាត្រង់សម្រាប់គាត់មែនក៏ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍គ្រូដែរគ្រូខំបរៀនដូចម៉ែឲ្យយើងអញ្ចឹងណាយើងឧទាហរណ៍ថាម៉ែឲ្យយើងខំបរៀនយើងដល់ពេលរួចទៅយើងហឹងម៉ែឯងប្រហាត់ម៉ែឯងចិញ្ចឹមខ្ញុំមិនកើតគ្មានអីគ្រប់យ៉ាងឲ្យខ្ញុំអាហ្នឹងវាមិនខយពីហ្នឹងប៉ុន្តែលោកគ្រូគឺអត់ទេលោកគ្រូខុសពីម៉ែឲ្យយើងលោកគ្រូសឹងថាដឹងចិត្តយើងជាងម៉ែឲ្យយើងទៀតនៅពេលដែលនៅសាលារៀនលោកការរៀនសូត្រមិនកម្រិតណាគឺលោកគ្រូដឹងទាំងអស់ប៉ុន្តែម៉ែឪអត់ដឹងទេម៉ែឪអត់ដឹងថាកូនខ្លួនឯងរៀនបានកម្រិតណារៀនយ៉ាងម៉េចដែររៀនប៉ាកែអត់ទៅសាលានឹងមិនដែរម៉ែឪខ្លះអត់ដឹងទេនៅពេលដែលគេមកប្រាប់នៅពេលដែលមានព័ត៌មានអីពីកូនខ្លួនឯងហ្នឹងអត់ស្ដាប់គេទៀតអត់ស្ដាប់គេថាកូនឯងអត់ទៅរៀនទេកូនឯងរៀនអត់ប៉ាកែទៅខឹងគេទៀតប៉ុន្តែគ្រូគាត់ចេះតែអធ្យាស្រ័យចេះតែអនុគ្រោះចេះតែនឹកឃើញថាកូនគេកូនយើងប៉ុន្តែរឿងមួយទៀតយើងមិនគួរណាវិនិច្ឆ័យតាមរយៈខ្សែវីដេអូខ្លីៗរបស់ MMO ហ្នឹងទេដោយសារតែ MMO គឺកាត់យកតែ clear ណាមួយដែលគិតថាអាចធ្វើឲ្យវីដេអូគេផ្ទុះអាចនាំចំណូលដល់គេគឺគេយកមកហើយគឺយកមកហ្នឹងហើយនៅពេលដែលយើងស្ដាប់ទៅតាមមួយចំណុចហ្នឹងតា2-3 second តា4-10 second ហ្នឹងយើងចាប់ចំណុចហ្នឹងមកហើយយើងចាប់ដើម share យើងចាប់អារម្មណ៍ទៅលើរឿងហ្នឹងក៏វាអត់កើតដែរប៉ុន្តែមុននឹងវិនិច្ឆ័យអីហ្នឹងគឺយើងទៅមើល full video របស់គាត់ចូលទៅមើល page របស់គាត់ថាតើ clear ដែលគាត់បាននិយាយហ្នឹងយ៉ាងម៉េច clear ដែលគាត់បានមានប្រសាសន៍ហ្នឹងយ៉ាងម៉េចហើយអត្ថន័យរបស់គាត់ហ្នឹងយ៉ាងម៉េចយើងចូលទៅមើលវីដេអូពេញរបស់គាត់មើលថាតើគាត់ចង់និយាយពីអីមិនមែនស្រេចតាម MMO មក clear ពី clear ហ្នឹងហើយយើងយកមកលើកទុកដាក់បន្ទុកទៅគាត់ទេប៉ុន្តែទទួលស្គាល់ខ្លះដែរថានៅពេលដែលគាត់និយាយទៅវាយើងពិបាកទទួលយកមែនសូម្បីតែខ្ញុំមិនមែនជាសិស្សប៉ាកែខ្ញុំមិនមែនជាអ្នកចូលចិត្តរៀនក៏ប៉ុន្តែវារៀងល្អៀសចិត្តដែរហើយខ្ញុំក៏គ្រូប៉ុន្តែគ្រូថៅប៉ៅគ្រូបរៀនថៅប៉ៅអញ្ចឹងនៅពេលដែលឮសិស្សខ្លួនឯងនិយាយអញ្ចឹងក៏រៀងអន់សពុនចិត្តតិចដែរប៉ុន្តែតែគិតមួយទៀតថាសិស្សគេបានមានគេបានហើយគេមានអ្វីគ្រប់យ៉ាងដែលគេចង់បានហើយក៏មិនថ្មីដែរគ្រូសប្បាយចិត្តហើយប៉ុន្តែខ្លួនយើងនៅពេលដែលយើងមានបានហើយគឺយើងចាស់ផ្ដើមមកនិយាយចេះចោះពីសាលាការនៅវិទ្យាល័យខ្ញុំដូចគាត់អញ្ចឹងការនៅវិទ្យាល័យគឺខ្ញុំគ្មានអនុស្សាវរីយ៍អីនៅក្នុងវិទ្យាល័យទេហើយក៏គ្មានមិត្តភ័ក្តិរៀននៅក្នុងវិទ្យាល័យដែរហើយដោយសារតែយើងមិនមែនជាអ្នកចូលចិត្តរៀនអញ្ចឹងយើងអត់សូវមានមិត្តភ័ក្តិទេហើយមិត្តភ័ក្តិដែលយើងរាប់អានសុទ្ធតែមិត្តភ័ក្តិស្តៀងយើងមិត្តភ័ក្តិចិត្តតែមួយជាមួយយើងតែអ្នកដែលគេចូលចិត្តរៀនគេទៅសាលាគេរៀនទោះបីជាគ្រូអត់រៀនក៏គេនៅក្នុងសាលាដែរអញ្ចឹងអាហ្នឹងក៏ជារឿងមួយដែលយើងគួរតែគិតដែរសូមទៅមើលវីដេអូពេញមុននឹងយើងវិនិច្ឆ័យរបស់គាត់ថាល្អឬក៏អាក្រក់តែបើសិនជាវីដេអូឡងរបស់គាត់អត្ថន័យរបស់គាត់វាផ្សេងយើងសូម្បីតែខ្ញុំលើកវីដេអូគាត់មកនិយាយនេះក៏មិនប្រកាសថាត្រូវចំណុចវីដេអូរបស់គាត់ដែលគាត់ចង់បញ្យល់ដែរវាផ្សេងគ្នាចង្ការគាត់បកស្រាយផ្សេងហើយអត្ថន័យរបស់គាត់ផ្សេងហើយយើងយកអត្ថន័យហ្នឹងយកមកនិយាយវាធ្វើឲ្យមានការភ័ន្តច្រឡំប៉ុន្តែយើងក៏គួរណាស់ដែលថា
ចំណុចណាល្អក៏យើងយកមកអនុវត្តទៅហើយចំណុចណាដែលមិនល្អក៏យើងចាប់ផ្ដើមយកវាចេញទៅកុំទុកវាច្រើនពេកនាំប៉ះពាល់អារម្មណ៍របស់យើងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់កុំភ្លេចទៅជួយ like share និង subscribe ខ្ញុំណាមួយផង